បាទជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនពុំមីងទាំងអស់ជាទីគោរពបាទថ្ងៃនេះខ្ញុំសូមបង្ហាញនៅបាទថ្នាំស្មៅមួយប្រភេទបងប្អូនបាទថ្នាំស្មៅមួយប្រភេទនេះគឺត្រូវទៅលើចំការបងប្អូនដាំដំណាំដំឡូងមីដំណាំកៅស៊ូដំណាំស្វាយចន្ទីដំណាំស្វាយដំណាំទុរេនឬក៏ដំណាំឈើហូបផ្លែផ្សេងបាទបើជួបនៅបញ្ហាស្មៅចង្រៃដូចជាបាទស្មៅជើងក្រាស់ស្មៅកុម្មុយនីសបាទពពួកស្បូវពួកអីហ្នឹងបើសិនជាមានគឺខ្ញុំណែនាំឲ្យប្រើប្រាស់នៅថ្នាំស្មៅប្រភេទនេះបងប្អូនបាទវាមានធាតុសកម្ម glufosinate P sodium អញ្ចឹងទូនាទីរបស់វាគឺសម្រាប់ទៅលើពពួកស្មៅទាំងអស់ហ្នឹងបានល្អមែនទែនបើសិនជាពុកម៉ែបងប្អូនមាននៅបញ្ហាស្មៅចង្រៃនៅលើដំណាំបាទដំណាំចង្ការរបស់បងប្អូនខ្ញុំបាទសូមណែនាំថ្នាំស្មៅមួយប្រភេទនេះបងប្អូននៅក្នុងនេះផងដែរក្រុមហ៊ុនបានផលិតមកគឺតម្រូវទៅលើបាទពពួកបាទស្មៅស្លឹកតូចនិងស្មៅស្លឹកធំហើយមានថែមជាមួយនឹងប្រេងជំរាបមានន័យថានៅក្នុង10បាទក្នុងមួយកដុងនេះគឺវាមានបាទលាយជាមួយនឹងប្រេងជំរាបស្រាប់អញ្ចឹងកាលណាតែយើងប្រើប្រាស់ទៅលើដំណាំបាទទៅលើចំការរបស់បងប្អូនបាទបាញ់ទៅលើស្មៅឲ្យជោគបាទវាងាយស្រួលនៅក្នុងការជ្រាបចូលទៅក្នុងស្លឹកស្មៅហើយវាធ្វើឲ្យស្មៅហ្នឹងគឺឆាប់ងាប់អញ្ចឹងពេលបងប្អូនបាញ់ទៅរយៈពេល6ម៉ោងគឺវាជ្រាបចូលលឿនបាទជ្រាបចូលបានបាទពេញនៅស្លឹកស្មៅទាំងអស់ហ្នឹងបាទអញ្ចឹងវាមានតួនាទីកម្ចាត់បាទស្មៅតាមចំការរបស់បងប្អូនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនពូមីងមានបញ្ហាស្មៅចង្រៃទៅលើដំណាំបាទបងប្អូនផ្សេងបងប្អូនអាចប្រើប្រាស់នៅផលិតផល Is Organic បានបាទសូមគោរពអរគុណ